បរិសុទ្ធចិត្តល្អម្នាក់បានជិះគោលឿនឆ្លងទន្លេប៉ុន្តែគោនោះបានទុកលាមកគោដ៏ធំនៅលើទុកជាការបងប្រាក់អ្នកនេសាទមានអារម្មណ៍ស្រណុកចិត្តបន្តិចហើយក៏បានលាលែងពីតំណែងទៅយកធុងទឹកទន្លេមកលាងនឹកស្មានមិនដល់លាមកគោប្រែជាមាសបាត់ទៅហើយអ្នកនេសាទមិនជឿហើយឈរនៅទីនោះដោយញឿងឆ្ងល់ជាយូរមុននឹងដឹងថានេះជាឱកាសដ៏អស្ចារ្យដោយរំភើបចិត្តគាត់បានរើសមាសហើយដេញតាមគោក្នុងទីដៅដែលវាបានទៅទូយ៉ាងណាក៏ដោយគាត់មិននឹកស្មានថាគោនឹងលឿនពេកទេវាបានបាត់ទៅក្នុងរូងភ្នំមួយប៉ព្រិចភ្នែកពេលបរោះនោះឈានដល់ច្រកចូលលាងទាំងហត់នឿយគាត់ក៏កកច្រកចូលគឺតូចចង្អៀតខ្លាំងណាស់សូម្បីតែគាត់មិនអាចច្របាច់វាបានទេគាត់មិនអាចយល់ពីរបៀបដែលគោដែលមានទំហំរបស់គាត់ច្រើនដងបានច្របាច់ចូលដោយមិនបានរារាំងគាត់បានព្យាយាមជាច្រើនដងទៀតប៉ុន្តែការព្យាយាមទាំងអស់មិនបានសម្រេចដោយគ្មានជំរឿផ្សេងគាត់បានទៅផ្ទះដើម្បីពិភាក្សារឿងនេះជាមួយប្រពន្ធគេមិនសូវដឹងទេថាអ្នកណាដែលឃើញរឿងនេះនឹងមានសំណាងវិលមកវិញហើយទ្រព្យសម្បត្តិកើនឡើងយ៉ាងខ្លាំងដោយគ្រាន់តែពាក្យមួយឃ្លាថាសូមឲ្យផ្ទះរបស់អ្នកពោពេញទៅដោយមាសនិងត្បូងពេជ្រមុននឹងចូលទៅក្នុងផ្ទះបរោះនោះស្រែកយ៉ាងរំភើបថាក៏ប្រពន្ធឲ្យប្រពន្ធខ្ញុំប្រាប់ឯងថាមានគោមាសដែលអាចទាញមាសបានពួកខ្ញុំឃើញវាចូលលាងហើយឯងប្រញាប់យកវាមកវិញអូច្រកចូលតូចពេកខ្ញុំមិនអាចចូលបានទេទោះខ្ញុំខំប្រឹងយ៉ាងណាអញ្ចឹងទៅសុំបងប្រុសជួយជីកលាងទាំងអស់គ្នាបងប្រុសក៏ងឿងឆ្ងល់ដែរដោយគិតថាចាប់គោអាទិទេពច្បាស់ជាធ្វើឲ្យពួកគេខ្លាចជាអ្នកមានមួយយប់ដូច្នេះដោយមិនស្ទាក់ស្ទើរគាត់ក៏ចាប់ពូថៅរួចចុះទៅជាមួយបរោះនោះមានតែកូនប្រុសរបស់បរោះនោះនៅតែមិនញើសដោយអះអាងថាទ្រព្យសម្បត្តិនោះមិនបានទទួលទោះជាយ៉ាងណាក៏ដោយតើមនុស្សពេញវ័យ3នាក់អាចស្ដាប់កុមារដោយរបៀបណាពេលទៅដល់ច្រកចូលរូងភ្នំបរោះនោះក៏ចង្អុលទៅហើយស្រែកថាល្មែនហើយគោមាសបានចូលតាមច្រកចូលនេះបាទខ្ញុំបានឃើញផ្ទាល់ភ្នែកពេលនិយាយចេញពីមាត់ភ្លាមបងប្អូនទាំងពីរនាក់ក៏ចាប់ផ្ដើមជីកកកាយយ៉ាងអន្ទះអន្ទែងខណៈប្រពន្ធត្រឡប់ទៅផ្ទះរៀបចំអាហារដើម្បីកុំឲ្យឃ្លានមួយប៉ព្រិចភ្នែកបងប្អូនទាំងពីរនាក់បានជីកកកាយរយៈពេល3ម៉ោងជាប់គ្នាសម្លៀកបំពាក់របស់ពួកគេក៏សើមជោគដោយញើសដីដែលជីកបានកោឡើងលើភ្នំប៉ុន្តែចម្លែកទំហំនៃការបើកមិនបានផ្លាស់ប្ដូរទាល់តែសោះបរោះនោះដោយមិនព្រមចោះចាញ់ក៏ព្យាយាមច្របាច់ចូលតែម្ដងជាប់គាំងប្រពន្ធរបស់គាត់ដែលមកដល់ទាន់ពេលគាត់បានដាស់តឿនពួកគេកុំឲ្យព្រួយបារម្ភដោយនិយាយថាអាហារគឺជាអាទិភាពហើយពួកគេនឹងជីករូងភ្នំជាថាហេតុបាទយើងប្រកាសជាជីករូងភ្នំហើយនាងបាននិយាយដូច្នេះហើយបងប្អូនទាំងពីរនាក់បានជីករូងភ្នំទាំងយប់ទាំងថ្ងៃនាទីរដូវប្រែទៅជារដូវស្លឹកឈើជ្រុះពួកគេមិនបានធ្វើស្រែចម្ការឬនេសាទឡើយដោយចំណាយពេលជាច្រើនថ្ងៃរបស់ពួកគេដោយសង្ឃឹមថានឹងអាចរកឃើញគោដ៏ទេវភាពហើយក្លាយជាអ្នកមានលើសកម្រិតអាហារដែលប្រពន្ធគេយកមកកាន់តែសាមញ្ញជារៀងរាល់ថ្ងៃហើយការអត់ធ្មត់របស់នាងក៏ថយចុះហេតុអ្វីបានជាយើងរកមិនឃើញគោមាសតើវាទៅណានាងទួញសោកអូវាធ្វើឲ្យខ្ញុំឈួតនាងបានគិតរំពេចនោះបងប្រុសមានចិត្តប្រែប្រួលហើយបានប្រទះឃើញគោលឿងប្រហែលជាគោដ៏ទេវភាពគឺលោកលន់ជំនួសឲ្យការជួយទុកឆ្លងទន្លេវាប្រែទៅជាមាសដើម្បីតបស្នងនៅសេចក្តីសប្បុរសរបស់បុរសនោះទោះបីជាយ៉ាងណាក៏ដោយបុរសនោះនៅតែជឿជាក់យ៉ាងរឹងចេះថាគាត់បានឃើញគោចូលរូងភ្នំដោយផ្ទាល់ពេលនោះកូនប្រុសក៏ចូលទៅជិតគោបានយល់ពីគោលការណ៍នៃការតបស្នងគុណធម៌10ដងតើយើងរំពឹងគោមាសជីករូងដោយរបៀបណាខុសហើយក្មេងប្រុសនិយាយភ្លាមបំភ្លឺមនុស្សពេញវ័យទាំង3ទីបំផុតបុរសនោះបានលះបង់ការខកចិត្តរបស់ខ្លួនកូនប្រុសរបស់គាត់ត្រូវពួកគេអាចរកបានតែទ្រព្យសម្បត្តិផ្ទាល់ខ្លួនតាមរយៈការខិតខំប្រឹងប្រែងក្រោយដឹងរឿងនេះហើយអ្នកទាំង3ក៏ឈប់ជីកកាយហើយត្រឡប់មកផ្ទះវិញដើម្បីចាប់ផ្ដើមធ្វើជាថ្មីបុរសនោះផ្ដោតលើការនេសាទត្រីក្នុងទន្លេដោយតែងតែត្រឡប់មកវិញដោយចាប់បានពេញខ្លួនចំណែកឯបងប្រុសវិញប្រកបរបរចិញ្ចឹមជីវិតដល់រដូវស្លឹកឈើជ្រុះស្រូវមានច្រើនផ្ដល់ផលច្រូតកាត់តាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគេគ្រួសារទាំងពីរបានសម្រេចបាននូវជីវិតរុងរឿង